ជាទីគោរពមកកាន់ការផ្សាយផ្ទាល់ព័ត៌មានអាស៊ីអាគ្នេយ៍ពេលល្ងាចរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលនៅក្នុងវគ្គនេះខ្ញុំនឹងផ្ដល់ជូនលោកអ្នកនៅព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិដែលរួមមានព័ត៌មានអាស៊ាននិងពិភពលោកចា៎យើងផ្ដើមព័ត៌មានអាស៊ានជាដំបូងគឺគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីស្បត់ចូលកាន់តំណែងគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីបានស្បត់ចូលកាន់តំណែងនៅក្នុងទីក្រុងអ៊ីស្តាណាកាលពីល្ងាចថ្ងៃប្រហោះបន្ទាប់ពីនាយករដ្ឋមន្ត្រីលីស៊ិនឡុងរបស់ប្រទេសសិង្ហបុរីបានប្រកាសគណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃច័ន្ទនៅក្នុងសន្ទរកថានៅក្នុងពិធីស្បត់ចូលកាន់តំណែងលោកលីស៊ិនឡុងបាននិយាយថាគោលបំណងដំបូងរបស់លោកនៅក្នុងការបង្កើតគណៈរដ្ឋមន្ត្រីនេះគឺត្រូវផ្ដល់នៅរដ្ឋាភិបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសសិង្ហបុរីលោកនាយករដ្ឋមន្ត្រីនិយាយថាយើងកំពុងចូលដល់ដំណាក់កាលថ្មីមួយនៃប្រទេសរបស់យើងប្រឈមមុខនឹងភាពប្រឈមស្មុគស្មាញជាច្រើននិងបញ្ហាថ្មីដូច្នេះយើងត្រូវតែតែងតាំងរដ្ឋមន្ត្រីសម្របសម្រួលដើម្បីពិនិត្យមើលការងារនៅក្នុងវិស័យចំនួន3ហើយគណៈរដ្ឋមន្ត្រីថ្មីនឹងផ្ដោតលើវិស័យទាំងនោះរួមមានការសន្តិសុខជាតិសេដ្ឋកិច្ចនិងនយោបាយសង្គមព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរក៏បំណងផ្សេងទៀតនៅក្នុងការបង្កើតគណៈរដ្ឋមន្ត្រីនេះលោកលីស៊ិនឡុងបានក៏បញ្ជាក់ថាគឺត្រូវរៀបចំអាណត្តិបន្ទាប់ដើម្បីគ្រប់គ្រងពីមេដឹកនាំបច្ចុប្បន្នលោកនិយាយថាភាពទទួលខុសត្រូវមិនត្រឹមតែត្រូវបានផ្ដល់ឲ្យដល់ប្រទេសសិង្ហបុរីប៉ុណ្ណោះទេប៉ុន្តែថែមទាំងរៀបចំអាណត្តិបន្ទាប់ផងដែរដើម្បីរៀបចំភាពនៃដឹកនាំចំនួនទី4សម្រាប់អនាគតដ៏ខ្លីលោកលីបានរៀបចំគណៈរដ្ឋមន្ត្រីថ្មីដោយមានរដ្ឋមន្ត្រីវ័យក្មេងបន្ថែមទៀតដែលត្រូវបានតែងតាំងពិធីស្បត់ចូលកាន់តំណែងបានបង្ហាញអ្នកកាន់តំណែង31រូបចំពោះមុខប្រធានាធិបតីតូនីតាន់អេនយ៉ាំរួមទាំងរដ្ឋមន្ត្រីស្ដីទី20រូបនៅក្នុងពិធីស្បត់នេះដែរគណៈនឹងចារអ្នកតំណាងប្រមាណ700នាក់បានធ្វើជាសាក្សីប្រមុខទស្សនិកជនយើងងាកទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺគណៈបកប្រឆាំងរបស់ប្រទេសមីយ៉ាន់ម៉ាទទូចឲ្យធ្វើយុទ្ធនាការបោះឆ្នោតស្ថិតក្រោមច្បាប់គណៈបកសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងរបស់ប្រទេសមីយ៉ាន់ម៉ាបានទទូចឲ្យបេក្ខជនរបស់ខ្លួននិងសមាជិកគណៈបកធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខដោយធ្វើការតាមច្បាប់បោះឆ្នោតនិងគោលការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតដើម្បីធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យយ៉ាងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គណៈបកសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនិយាយថាមានតំបន់មួយចំនួនមានការបំផ្លាញក្តារប្រកាសព័ត៌មានរបស់គណៈបកនិងទង់ជាតិហើយសមាជិកគណៈបកត្រូវបានគេវាយសេចក្តីថ្លែងការណ៍បានគូបញ្ជាក់ថាទង្វើទាំងនេះគឺជាការបង្កើននៅបទឧក្រិដ្ឋនិងបំពានច្បាប់នៃការបោះឆ្នោតចាស់សន្ទរកថានៃយុទ្ធនាការបោះឆ្នោតត្រូវបានធ្វើដោយប្រធានគណៈបកសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រីអ៊ុងសានស៊ូជីប្រិមត្តទស្សនិកជនជាទីគោរពនៅវគ្គក្រោយនេះខ្ញុំនឹងបន្តជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានពិភពលោកជាបន្តខណៈនេះអនុញ្ញាតសម្រាប់បន្តិចសិន